đây là từngគ្នានៅថ្ងៃនេះយើងនឹងធ្វើការបន្តធ្វើការសិក្សាទៅលើការងារយើងបន្តទៀតដែលយើងនឹងរៀនទៅលើឧបករណ៍ប្រើប្រាស់មួយបន្ថែមទៀតបន្ទាប់ពីយើងរៀនប្រើ multimeter យើងរៀនប្រើ wattmeter ថ្ងៃនេះយើងនឹងធ្វើការសិក្សាទៅលើ oscilloscope តើស្អីគឺជា oscilloscope oscilloscope គឺជាឧបករណ៍ដែលយើងប្រើប្រាស់សម្រាប់វិភាគសញ្ញាដែលសញ្ញារបស់យើងអាចមានក្នុងទម្រង់ជា AC សញ្ញារបស់យើងអាចមានក្នុងទម្រង់ជា DC ហើយនឹងសញ្ញារបស់យើងអាចមានក្នុងទម្រង់ជាសញ្ញារបស់យើងអាចមានក្នុងទម្រង់ជា AC សញ្ញារបស់យើងអាចមានក្នុងទម្រង់ជា DC យើងនិយាយថា AC យ៉ាងម៉េចយើងនិយាយថា DC យ៉ាងម៉េចនៅត្រង់កន្លែងនេះដូចយើងបានរៀនមកដល់ថ្ងៃនេះហើយគឺយើងបានធ្វើការសិក្សាទៅលើ DC សក់មកហើយអញ្ចឹងនៅថ្ងៃនេះខ្ញុំនឹងបន្តឲ្យអ្នកទាំងអស់គ្នាស្គាល់អំពីរបៀបនៅក្នុងការប្រើប្រាស់ oscilloscope ហើយនឹងឧបករណ៍មួយទៀតដែលយើងឲ្យឈ្មោះថា current clamp នោះគឺជាឧបករណ៍ដែលប្រើប្រាស់សម្រាប់ធ្វើការវាស់ចរន្តសួរថាហេតុអីបានជាយើងមិនប្រើ ampere meter នៅពេលដែលសញ្ញារបស់យើងក្នុងទម្រង់ជា AC វាមានសារៈសំខាន់ណាស់ដែលយើងប្រើ current clamp ជាមួយនឹង oscilloscope ដើម្បីធ្វើការវិភាគសញ្ញារបស់ចរន្តអញ្ចឹងថ្ងៃនេះខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់អំពីការប្រើប្រាស់ current clamp ហើយនឹង oscilloscope ដូចខ្ញុំនិយាយថាខ្ញុំផ្ដោត oscilloscope ទៅលើ signal ប្រភេទនៃ signal ក្នុងទម្រង់ជា AC source អញ្ចឹងជំហានដំបូងតើស្អីគេហៅថា AC source មុននឹងយើងធ្វើការសិក្សាទៅលើ oscilloscope របស់យើងមុខងាររបស់ oscilloscope ឬក៏យើងអាចនិយាយម្យ៉ាងទៀតថា current clamp អ្នកទាំងអស់គ្នាអាចទាញយក multimeter គឺនៅទីតាំងត្រង់ oscilloscope នៅត្រង់កន្លែងនេះយើងអាចមើលនៅត្រង់ម្ដុំ instrument current clamp គឺនៅផ្នែកខាងក្រោមគេបំផុតអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការទាញវាមកបានណា current clamp នេះគឺជា current clamp របស់យើងតែជំហានដំបូងមុននឹងអ្នកទាំងអស់គ្នាអាចប្រើប្រាស់ oscilloscope បានយើងត្រូវដឹងអំពីតើស្អីហៅថា AC signal តើ AC signal នៅក្នុងពេលនេះមានទម្រង់យ៉ាងម៉េចអញ្ចឹងខ្ញុំណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់អំពីទម្រង់របស់ AC signal បន្តិចសិនមុននឹងយើងធ្វើការសិក្សាទៅលើ oscilloscope របស់យើងនៅត្រង់កន្លែងនេះអញ្ចឹងខ្ញុំណែនាំអំពីទម្រង់របស់ AC source ណាយើងនិយាយពាក្យតងជាមួយនឹង AC source របស់យើងប្រភពតាំងខ្យល់ឬក៏ចរន្តឆ្លាតឥឡូវឧទាហរណ៍យើងមានទម្រង់នៃ AC source របស់យើងណាអូខេយើងមានទម្រង់នៃ AC source របស់យើងនេះដូចខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាឧទាហរណ៍ខ្ញុំមានអនុគម V នៃ T របស់ខ្ញុំនេះគឺស្មើជាមួយនឹង V max sinនៃ omega T បូក V ដែលនៅក្នុងនោះដែរតើ V max គឺជាស្អីគេហើយomega នឹងគឺជាស្អីគេហើយ V នឹងគឺជាស្អីគេ V នៃ T របស់យើងនោះគឺជាតាំងខ្យល់នៅខណៈ T ណាមួយហើយ V max នោះគឺជា amplitude អតិបរមានឹងគឺជាទម្រង់នៃរលក signal ណាយើងឲ្យឈ្មោះថាវាគឺជារលក signal រលក signal យើងនិយាយថាវាគឺជាទម្រង់នៃរលក signal អ្នកទាំងអស់គ្នាស្គាល់ស្អីហៅថារលកណា signal រលក signal របស់យើងរលក signal អញ្ចឹងទម្រង់ទូទៅរបស់តាំងខ្យល់ក្នុងទម្រង់ជា AC source របស់យើងនឹងគឺវាមានទម្រង់ V max sinនៃ omega T បូក V ដែលនៅក្នុងនោះដែរ V max គឺជា amplitude អតិបរមាខនាតរបស់វាគិតជា volt omega ហើយយើងហៅថាព្រាកង់វងខនាតរបស់វាគឺគិតជា radian per second ណាកន្លែងនេះគឺ radian per second
radian per second F គឺជាប្រេកង់ F ហ្នឹងគឺជាមុំណាដែលកើតឡើងពីការខុសគ្នាមុំខុសគ្នារវាងការកើតមានចរន្តហើយនឹងតង់ខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយថារលក signal នៅក្នុងទម្រង់ AC របស់យើងនោះគឺមានទម្រង់បែបហ្នឹងអញ្ចឹងដោយជំហានដំបូងខ្ញុំសន្មតថាគ្រឿងទទួលរបស់ខ្ញុំគឺជាប្រភេទ resistance សុទ្ធអញ្ចឹងខ្ញុំគិតថាគម្លាតនៃការកើតមានចរន្តនឹងតង់ខ្ញុំហ្នឹងគឺចរន្តនឹងតង់ខ្ញុំកើតមានក្នុងពេលតែមួយអញ្ចឹងខ្ញុំឲ្យអនុគម V នៃតេរបស់ខ្ញុំនេះគឺស្មើ V max គឺនេះអូមេហ្គាតេអញ្ចឹងល្បឿនមុំរបស់យើងនេះគឺអូមេហ្គាតេហ្នឹងប្រេកង់មុំរបស់យើងហ្នឹងគឺបើយើងសរសេរគឺបានទំនាក់ទំនង 2πf គឺជារូបមន្តដែលគេចែងមកទំនាក់ទំនងជាមួយនឹងខួបគឺស្មើនឹង2ដឺលើតេអញ្ចឹងអធិស្ឋានកន្លែងនេះគឺ radian per second ណាអធិស្ឋានហើយប្រេកង់របស់យើងទំនាក់ទំនងប្រេកង់ជាមួយនឹងខួបប្រេកង់ក៏ជា x ខួបក៏ជាវិនាទីជាទូទៅនៅត្រង់កន្លែងនេះយើងឃើញថាV max របស់យើងហ្នឹងគឺស្មើជាមួយនឹងឬ2គុណជាមួយនឹង V OMS by U ដែលយើងអាចសរសេរ V max ហ្នឹងគឺ V max ក៏បាន VM ក៏បានដែល V OMS by U គឺជា V នៃតង់ខ្ញុំប្រសិទ្ធអ្នកទាំងអស់គ្នាផ្ដិតលើឲ្យភ្លើងដែលយើងប្រើប្រាស់រាល់ថ្ងៃហ្នឹងមានតង់ខ្ញុំប្រសិទ្ធ V អធិស្ឋាន V OMS គឺស្មើជាមួយនឹង220 volt យើងស្រុបលឺភ្លើង220 volt ដែលយើងនិយាយរៀងរាល់ថ្ងៃណានៅត្រង់កន្លែងនេះអូខេអញ្ចឹងចាប់ពីថ្ងៃនេះទៅម៉ោងនេះទៅ AC សុខរបស់យើងបើខ្ញុំអត់ទាន់និយាយអំពី phi ខុសពី0ទេគឺយើងប្រើអនុគម V នៃតេគឺស្មើជាមួយនឹង V max sinអូមេហ្គាតេបូក sin នៃអូមេហ្គាតេបន្តមកទៀតអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយថាខួបគឺជាស្អីគេខួបគឺជារយៈពេលដែលកើតឡើងមួយជុំបើយើងនិយាយពីមួយជុំគឺ2 pi បើយើងនិយាយអំពីមុំគឺ360ដឺក្រេណាមុំគឺ360ដឺក្រេតង់ចុងឆ្លាស់របស់យើងណាយើងសរសេរសមីការតង់ចុងឆ្លាស់របស់យើងគឺស្មើជាមួយនឹង V max គឺនេះស្នៃយើងចំនួនអូមេហ្គាតេដោយ 2π លើតេគុណជាមួយនឹងតេយើងសិក្សានៅតំបន់ពិសេសមានន័យថាម៉េចយើងដឹងហើយថាអនុគមនេះគឺជាអនុគមនៃ sinusoid អញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយថានៅពេលដែលយើងឲ្យតេស្មើ0ម្ដងនេះគឺ0 sin របស់យើងមុំរបស់យើងហ្នឹងគឺ sin របស់យើងកន្លែងនេះគឺស្មើជាមួយនឹង0អញ្ចឹងប្រសិនបើខ្ញុំឲ្យតេរបស់ខ្ញុំនេះអូខេ sorry បើសិនជាខ្ញុំឲ្យរយៈពេលតេរបស់ខ្ញុំនេះដំបូងគឺ0បន្តមកទៀតតេមួយនេះស្មើជាមួយនឹងតេមួយនេះគឺស្មើជាមួយនឹងខួបលើ4អញ្ចឹងបើសិនជាខ្ញុំជួសទៅខ្ញុំសម្រួលអស់ sin នៃមុំ2 pi លើតេគុណជាមួយនឹងតេលើ4អញ្ចឹងខ្ញុំឃើញថាខ្ញុំសម្រួលអស់2 ខ្ញុំសម្រួលអស់អញ្ចឹងវាស្មើ sin នៃមុំ pi លើ2ណា sorry pi លើ2ចឹងអ្នកទាំងអស់គ្នាដឹង180ចែក f2 គឺស្មើជាមួយនឹង90 sin នៃ90របស់យើងណាចឹងខ្ញុំគ្រាន់តែធ្វើការសិក្សាត្រូវជាមួយនឹងមុំ90ខ្ញុំជួសកន្លែងត្រង់តែហ្នឹង2 pi គឺខ្ញុំគិតថាត្រូវជាមួយនឹងមុំ180អ្នកទាំងអស់គ្នាយកមកជួសមកតេស្មើជាមួយនឹង2តេលើ4កន្លែងនេះតើមុំ180មែនឬក៏អត់ណាឧទាហរណ៍ខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំមានអនុគមវេនៃតេជាអនុគមនៃតង់ខ្យង sinusoid ដែលមានតង់ខ្យងម៉ាក់របស់វាហ្នឹងគឺមានរហូតដល់100 volt sin អូមេហ្គាតេ
ដែលខ្ញុំគិតថាប្រេកង់របស់ប្រភពហ្នឹងគឺមានតម្លៃ 60 អញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគូក្រាបបង្ហាញអំពីសញ្ញារបស់តង់ខ្ញុំជាអនុគមនៃតេនេះជាអនុគមនៃតេរបស់យើងអញ្ចឹងខ្ញុំសិក្សាអនុគមស៊ីនីស្អ៊ីកនៅតំបន់ពិសេសគឺតំបន់គណៈតេស្មើ0តេលើក4 2តេលើក4 3តេលើក4និងតេខ្ញុំសិក្សាតាមមកគូបន្តទៅទៀតអ្នកអង្គធ្វើបានខ្លួនឯងណានៅត្រង់កន្លែងហ្នឹងគណៈតេស្មើ0ជំនួសនេះ0អញ្ចឹងម្ដុំនេះ0គុណជាមួយ100គឺ0អ្នកទាំងអស់គ្នាគុណតមកយើងបានអនុគមបែបនេះអញ្ចឹងវាចាប់ផ្ដើមធ្វើការប្រែប្រួលពី0ទៅ100បន្តមកទៀតវាចុះមក0វិញបន្តមកទៀតគឺវាធ្លាក់100ដល់100វាឡើងមក0នេះគឺជាអនុគមបង្ហាញអំពីតង់ខ្ញុំជាអនុគមនៃពេលរបស់រយៈពេលមួយខួបតើឧទាហរណ៍ចរន្តឆ្លាស់ AC របស់យើងខ្ញុំនិយាយពីចរន្តម្ដងកាលពីលើកមុនខ្ញុំនិយាយអំពីទាក់ទងជាមួយនឹងតង់ខ្ញុំឥឡូវយើងធ្វើការសិក្សាអំពីចរន្តឧទាហរណ៍ថាខ្ញុំមានតង់ខ្ញុំវេនេះទេផ្ដល់ទៅឲ្យគ្រឿងទទួលជាប្រភេទ resistance ចឹងខ្ញុំចង់សិក្សាចរន្តជាអនុគមនៃទេវិញម្ដងចឹងបើសិនជាខ្ញុំមានវេម៉ាក់ស្មើប៉ុណ្ណេះបន្តមកទៀតប្រេកង់ហើយ resistance នៃគ្រឿងទទួលប៉ុណ្ណេះចឹងខ្ញុំចង់រកចរន្តគឺយើងដឹងហើយច្បាប់អូមវេលើ A ចឹងវាបានពីស៊ីនីសអូមេហ្គាទេអញ្ចឹងយើងធ្វើការសិក្សាដោយការពីមុនរបស់យើងដែរណានៅត្រង់កន្លែងនេះរបស់យើងអញ្ចឹងយើងមើលយើងបានសមីការ E នីតេរបស់យើងនេះគឺស្មើនឹងប៉ុណ្ណេះណាយើងបានសមីការ E នីតេរបស់យើងគឺស្មើនឹងប៉ុណ្ណេះអញ្ចឹងខ្ញុំធ្វើការសិក្សាទៅលើតំបន់ពិសេសដូចគ្នាអ្នកទាំងអស់គ្នាអាចគូក្រាបបានអាចប្រើតាមMATLAB យើងអាចធ្វើការដំឡើងក្រាបបានតាម MATLAB ណាឬក៏ប្រូក្រាមអីផ្សេងទៀតអញ្ចឹងខ្ញុំឃើញថានៅគណៈតេស្មើ0 E របស់យើងគឺ0នៅគណៈតេស្មើជាមួយនឹង Pi លើ4 E របស់ខ្ញុំគឺឡើងដល់អតិបរមាអញ្ចឹងនេះគឺជាអនុគមស៊ីនូសអ៊ីតណាតាមពិតវាជាអនុគមស៊ីនូសអ៊ីត smooth ប៉ុន្តែដោយសារតែខ្ញុំគូបាយ hand អញ្ចឹងវាមានការ error តិចតួចអញ្ចឹងនេះគឺជាក្រាបនៃចរន្តជាអនុគមនៃពេលដែលបង្ហាញនៅលើតែមួយខួបនៅត្រង់កន្លែងហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាមើលខ្ញុំបញ្ចូលវានៅក្នុងតារាងតែមួយជាមួយគ្នាដែលខ្ញុំឃើញថាខ្សែពណ៌ក្រហមនេះគឺជាខ្សែដែលបង្ហាញអំពីអនុគមរបស់តង់ខ្ញុំ AC ជាអនុគមនៃពេលអញ្ចឹងតំបន់កន្លែងនេះគឺជាវេម៉ាក់កន្លែងនេះក៏ជា E អតិបរមាវេម៉ាក់ហើយនឹងអតិបរមាហើយខ្សែពណ៌ខៀវហ្នឹងក៏ជាខ្សែដែលបង្ហាញអំពីទាក់ទងជាមួយនឹងចរន្តក្នុងទម្រង់ sinusoid អ្នកនរស្គាល់ពាក្យ sinusoid ណា sin ឬក៏ cos ត្រង់កន្លែងហ្នឹងអញ្ចឹងជាមួយនឹងប្រេកង់ 60 A ជាមួយនឹង resistance របស់គ្រឿងទទួល50 អូមស្អីគេហៅថា oscilloscope ឥឡូវយើងក៏លេខទៅមើលរូបរបស់យើងវិញម្ដងណាប៉ុន្តែមុននឹងយើងចូលកលេចទៅលើរូបដូចខ្ញុំបានប្រាប់ទៅថា oscilloscope គឺជាឧបករណ៍ដែលប្រើប្រាស់សម្រាប់វិភាគ signal ដែល signal របស់យើងអាចមានក្នុងទម្រង់ជា DC ណានេះគឺជា DC signal របស់យើងអាចមានក្នុងទម្រង់ជា AC នេះគឺជា AC signal របស់យើងអាចមានក្នុងទម្រង់ជា sphere wave ចតុកោណកែងនេះគឺជាទម្រង់ sphere wave របស់យើង signal របស់យើងអាចមានទម្រង់ជា rectangle ណាអាចក្នុងទម្រង់ជា rectangle អានេះគឺជាទម្រង់របស់ signal ដែល oscilloscope អាចធ្វើការវិភាគបានក៏ប៉ុន្តែនៅថ្ងៃនេះខ្ញុំផ្ដោតតែទៅលើការវិភាគទៅលើ AC ទេខ្ញុំអត់ផ្ដោតទៅលើការវិភាគរបស់ DC ឬក៏ពីនឹងទេចាំយើងមានឧបករណ៍ពិតប្រាកដយើងអាចតម្លើងហើយនឹងធ្វើការ check វាបាននៅត្រង់កន្លែងហ្នឹង
អញ្ចឹងនៅក្នុង oscilloscope អ្វីដែលអ្នកទាំងអស់គ្នាត្រូវដឹងគឺអក្សរកាត់របស់វាគឺអក្សរ D I V គឺ division បើយើងបកខ្មែរគឺថាប្រឡោះក្នុងមួយប្រឡោះអ្នកតាអ្នកទាំងអស់គ្នាឲ្យតម្លៃតង់ស្យុងឬក៏រយៈពេលហ្នឹងតម្លៃវាប្រមាណក្នុងមួយប្រឡោះអញ្ចឹងអ្នកទាំងអស់គ្នាទៅមើលទាំងអស់គ្នាឧទាហរណ៍នៅត្រង់កន្លែងនេះអ្នកទាំងអស់គ្នាចូលទៅsoftware របស់យើងខ្ញុំ check ទៅលើ oscilloscope អញ្ចឹងអ្នកទាំងអស់គ្នាឃើញថា oscilloscope របស់យើងនឹងគឺមាន2 channel A ហើយនិង channel B ពេលមើលខ្លួនឯងពេលអ្នកទាំងអស់គ្នាដំឡើងតើអ្នកទាំងអស់គ្នាដំឡើងចរន្តជាមួយ channel A ឬក៏ channel B អ្នកទាំងអស់គ្នា master ចរន្តជាមួយនឹងនេះខ្សែពុកភ្លៀងរបស់យើង channel B ប៉ុស B យើង master តង់ចុងគឺជាមួយនឹងប៉ុស A អញ្ចឹងនៅត្រង់កន្លែងនេះអ្នកទាំងអស់គ្នាឃើញហើយអញ្ចឹងនៅកន្លែងនេះគឺយើងមានស្កាលណាវាមានពីកទំហំរបស់យើងអាមួយនេះយើងហៅថា AX channel A របស់យើងនេះគឺមាននៅតាម Y position ទាំងពីរ Y របស់យើងនៅត្រង់កន្លែងនេះអ្វីដែលអ្នកទាំងអស់គ្នាផ្ដោតសំខាន់គឺយើងផ្ដោតសំខាន់ទៅលើតើឆ្នោនៅក្នុង channel A ឬ channel B អ្នកទាំងអស់គ្នាផ្ដោតសំខាន់ទៅលើ signal ក្នុងទម្រង់ AC ឬក៏ DC អញ្ចឹងនៅក្នុងដោយសារតែខ្ញុំផ្ដោតសំខាន់ទៅលើ multimeter របស់oscilloscope នៅក្នុង multisim គឺខ្ញុំផ្ដោតសំខាន់ទៅលើតែ AC signal ទាំង channel A និង channel B អ្នកទាំងអស់គ្នាឃើញណានៅត្រង់កន្លែងនេះរបស់វាទំហំរបស់វាគឺគិតជាឧទាហរណ៍ថារយៈពេលគឺគិតជា second ឬក៏ milli ឬក៏ micro per division អញ្ចឹងតាមមកប្រឡោះនេះអ្នកទាំងអស់គ្នាចង់ឲ្យវាបង្ហាញប្រមាណ second តើមកប្រឡោះខាងលើនេះប្រមាណ volt អញ្ចឹងអ្នកទាំងអស់គ្នាលេខមើលទាំងអស់គ្នាទៅណានៅត្រង់កន្លែងនេះអញ្ចឹងខ្ញុំឧទាហរណ៍មួយឧទាហរណ៍ថាខ្ញុំមានប្រភពមួយគឺជាប្រភពតង់ស្យុងឆ្លាស់ដែលមាន PV volt 100 volt PK ហ្នឹងគឺមកពីពាក្យពេញ peak នេះអ្នកទាំងអស់គ្នាចង់យក signal មួយនេះគឺងាយស្រួលបំផុតនៅម្ដងនេះណានៅត្រង់កន្លែងនេះអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការសិក្សាទាញយកនៅក្នុងម្ដងនេះនៅត្រង់កន្លែងនេះរបស់យើងអញ្ចឹងយើងអាចទាញមកហើយយើងអាចធ្វើការដូរ value ប្រេកង់ peak voltage ប្រមាណ voltage ប្រេកង់របស់វាប្រមាណឥឡូវឧទាហរណ៍ថាខ្ញុំឲ្យប្រេកង់របស់វាគឺ100 A បន្ទាប់មកទៀតហ្នឹងគឺខ្ញុំឲ្យនៅត្រង់កន្លែងនេះគឺខ្ញុំឲ្យ resistance នៃគ្រឿងទទួលគឺ3 kilo ohm អញ្ចឹងខ្ញុំត្រូវការពិនិត្យមើលចរន្តហើយនឹងតង់ស្យុងដែលផ្ដល់ទៅឲ្យគ្រឿងទទួលតើមានទម្រង់ត្រង់ទ្រាយយ៉ាងម៉េចអញ្ចឹងជាដំបូងគឺខ្ញុំចង់ណែនាំឲ្យអ្នកទាំងអស់គ្នាពិនិត្យមើលនៅត្រង់កន្លែងនេះសិនណាអ្វីដែលអ្នកទាំងអស់គ្នាអាចធ្វើបានអញ្ចឹងអ្នកទាំងអស់គ្នាដំបូងអ្នកទាំងអស់គ្នាត្រូវគិតទៅលើ division របស់វាសិនឥឡូវឧទាហរណ៍ថា oscilloscope របស់យើងការរ៉ាន់របស់វាល្បឿនរបស់វាគឺលឿនដើម្បីងាយស្រួលមើលអ្នកទាំងអស់គ្នាត្រូវពិនិត្យទៅមើលទៅលើអវាសិនយ៉ាងឥឡូវឧទាហរណ៍ថាខ្ញុំមានវេប៉ុណ្ណេះ100ប្រេកង់របស់វា1000 A អញ្ចឹងខ្ញុំចង់រករយៈពេលគឺខ្ញុំបានទេរបស់ខ្ញុំនឹងគឺស្មើជាមួយនឹង1លើ S បានប៉ុណ្ណេះបន្តមកទៀតឧទាហរណ៍ថាខ្ញុំតាំង x នេះទេគឺជាចំនួនប្រឡោះសរុបដែលខ្ញុំចង់បានទេអងគឺជាតម្លៃនៃរយៈពេលក្នុងមួយប្រឡោះឧទាហរណ៍ខ្ញុំចង់បាន10ប្រឡោះអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បាន total នៃចំនួនប្រឡោះតាម x ឲ្យរយៈពេលខួបបង្ហាញទៅលើ3ប្រឡោះណានេះគឺជាចំនួនប្រឡោះសរុបដែលខ្ញុំចង់បានតើរយៈពេលក្នុងមួយប្រឡោះរបស់យើងនេះស្មើនឹងប្រមាណអញ្ចឹងខ្ញុំតាំង x នេះទេគឺជាចំនួនប្រឡោះសរុប
sorry អធិស្ឋាន x នេះទេគឺជាចំនួនប្លុសសរុបតែនអងគឺជាតម្លៃត្រូវជាមួយនឹងប្រឡោះដល់ទៅពេល x នៃអងគឺជាចំនួនក្នុងមួយប្រឡោះតើតម្លៃនៃរយៈចំនួននៅក្នុងមួយប្រឡោះរបស់យើងណាប្រឡោះស្មើ1អញ្ចឹងខ្ញុំទាញតាម1ម៉ាតប្រសិនបើរយៈពេលសរុបទេត្រូវជាមួយនឹងចំនួនប្រឡោះដែលចង់បង្ហាញឧទាហរណ៍ខ្ញុំចង់បើឲ្យ signal របស់យើងនោះបង្ហាញមកខួបឲ្យបាន3ប្រឡោះអញ្ចឹងវានឹងចេញក្នុងទម្រង់បែបអញ្ចឹងអ្នកនរគ្នាឃើញថានៅត្រង់កន្លែងនោះមកខួបត្រូវជាមួយនឹងចំនួនប្រឡោះសរុបចុះតើតម្លៃរយៈពេលដែលត្រូវជាមួយនឹងមួយប្រឡោះតើស្មើនឹងប៉ុន្មានអញ្ចឹងដើម្បីរកតម្លៃរយៈពេលដែលត្រូវជាមួយនឹងប្រឡោះងាយបំផុតគឺយករយៈពេលសរុបក្នុងមួយខួបចែកជាមួយនឹងចំនួនប្រឡោះដែលយើងចង់បាននៅត្រង់កន្លែងហ្នឹងចឹងអ្នកទាំងអស់គ្នាមើលទៅឧទាហរណ៍ថាខ្ញុំឲ្យការងារមួយខ្ញុំមានអនុគមរបស់ខ្ញុំទៅលេខទៅមើលនៅត្រង់កន្លែងនេះរបស់យើងវិញខ្ញុំមានអនុគម sinus x មួយខ្ញុំចង់បានដែលមានvoltage 100ប្រេកង់របស់វារហូតទៅដល់អូខេឥឡូវខ្ញុំយកទៅតាមរូបនេះចុះខ្ញុំដាក់100 A ណាខ្ញុំចង់បានប្រេកង់100 A ខ្ញុំចង់បានប្រេកង់តាម100 A ទេហើយចំនួនប្រឡោះសរុបដែលបង្ហាញនៅលើអេក្រង់ oscilloscope ខ្ញុំចង់បាន5ប្រឡោះអញ្ចឹងខ្ញុំចង់ដឹងតើរយៈពេលក្នុងមួយប្រឡោះនោះ per division តម្លៃវាស្មើនឹងប៉ុន្មានអញ្ចឹងខ្ញុំយករយៈពេលសរុប10ស្វ័យគុណដក2អូខេកន្លែងនេះគឺតោះអធិស្ឋានខ្ញុំដាក់1000ដូចដើរវិញចុះណា1000អញ្ចឹងអ្នកទាំងអស់គ្នាឃើញថាឥឡូវខ្ញុំទៅដូរតម្លៃរបស់វាខ្ញុំដាក់1000អូខេរយៈពេលគឺស្មើជាមួយលើ f ប្រេកង់ខ្ញុំឃើញ10សេគុណដក3ចំនួនក្នុងរយៈពេលក្នុងខួបចំនួនប្រឡោះសរុបដែលខ្ញុំចង់បានគឺ5ប្រឡោះអញ្ចឹងរយៈពេលដែលត្រូវជាមួយនឹង1ប្រឡោះគឺស្មើជាមួយនឹង10សេគុណដក3ចែកជាមួយនឹង5អញ្ចឹងខ្ញុំ8ទៅស្មើជាមួយនឹងក្នុង1ប្រឡោះខ្ញុំត្រូវឲ្យតម្លៃរបស់វានោះគឺ200 microsecond អញ្ចឹងនៅត្រង់កន្លែងនេះគឺខ្ញុំបូវារហូតដល់200 microsecond 1s ណានៅក្នុង oscilloscope គឺវាបង្ហាញ 1s per division per division នៅត្រង់កន្លែងហ្នឹងបន្តមកទៀតឧទាហរណ៍ថាវេម៉ាក់របស់ខ្ញុំនេះស្មើជាមួយនឹង100 វ៉ុលអញ្ចឹងខ្ញុំចង់ឲ្យវាបង្ហាញចំនួនប្រឡោះសរុបរបស់វានោះគឺបង្ហាញ5ប្រឡោះអូ sorry នៅតាម y position តែ2ប្រឡោះឯងតើតម្លៃក្នុង1ប្រឡោះខ្ញុំគួរដាក់តម្លៃនៃតង់ខ្យងប្រមាណក្នុង1ប្រឡោះអញ្ចឹងយើងដឹងហើយថាតម្លៃតង់ខ្យង per តម្លៃតង់ខ្យងក្នុងមួយប្រឡោះខ្ញុំដាក់ VO គឺស្មើជាមួយនឹងតង់ខ្យងសរុបចែកជាមួយនឹងចំនួនប្រឡោះសរុបដែលយើងចង់បានអញ្ចឹងវាស្មើជាមួយនឹង50 volt per division អញ្ចឹងនៅត្រង់កន្លែងនេះគឺខ្ញុំទៅ check នៅក្នុង channel B អញ្ចឹងខ្ញុំដាក់50 V per division អូខេខ្ញុំធ្វើការរំអញ្ចឹងអ្នកទាំងអស់គ្នាមើលខ្ញុំ stop វាអូខេខ្ញុំទាញវាមកមុខហើយខ្ញុំធ្វើការសិក្សាទៅលើវាអូខេអធិស្ឋានសូមព្រមម្ដងទៀតណា
តង់ខ្ញុំគឺ channel A ខ្ញុំទៅដូរនៅតម្លៃរបស់ channel B សូមមើលម្ដងទៀតណានេះគឺជា channel A សម្រាប់ខ្សែពណ៌ក្រហមណាយើងឃើញខ្សែនេះគឺជាខ្សែពណ៌ក្រហមអញ្ចឹងខ្សែនេះគឺជាខ្សែពណ៌ខៀវតង់ខ្ញុំគឺ channel A អញ្ចឹងខ្ញុំត្រូវដូរម្ដងទៀតដាក់50ណាអ្នកទាំងអស់គ្នាឃើញទេតម្លៃនៃតង់ខ្ញុំរបស់វាហ្នឹងគឺ2ប្លោះមកប្លោះនេះ50មកប្លោះនេះគឺ50ទៀតពេលម៉ាក់របស់វាប៉ុណ្ណឹងនេះគឺយើងនិយាយអំពី voltage ជាមួយនឹង oscilloscope ក្នុងទម្រង់ជា AC ឥឡូវយើងនិយាយអំពី current clamp វិញម្ដងអញ្ចឹងអ្នកទាំងអស់គ្នាមើលតាក់ទងជាមួយនឹង current clamp របស់យើងវិញម្ដងអញ្ចឹងនៅក្នុងនេះគេមានសមាមាត្រ1 volt គឺស្មើសមាមាត្រជាមួយនឹង1 milli ampere អញ្ចឹងអ្នកទាំងអស់គ្នាចូលទៅអាចដូរតាក់ទងជាមួយនឹង rate របស់វាបានមានអ្នកទាំងអស់គ្នាចង់ដូរ kilovolt megavolt ឬក៏អត់ទេយើង lift នេះអញ្ចឹងណាឥឡូវខ្ញុំចូលទៅ check តើវាក្នុងទម្រង់អីគេអូខេ ampere meter របស់ខ្ញុំហ្នឹងគឺ current clamp របស់ខ្ញុំក្នុងទម្រង់ជា volt per ក្នុងទម្រង់ជា volt per milli ampere មានន័យថាម៉េចមានន័យថាមើល channel B របស់យើងខ្ញុំដាក់50 volt per division អញ្ចឹងវាអត់បានប្រមាណអត់បាន50ទេនៅត្រង់កន្លែងនេះបើអ្នកទាំងអស់នេះចង់ដាក់ឲ្យវាកាន់តែខ្ពស់ទៀតក៏បានឬក៏កាន់តែទាបទៀតក៏បានណានៅត្រង់កន្លែងនេះអញ្ចឹងយើងឃើញថាឥឡូវបើសិនជាខ្ញុំដាក់20 per division ត្រង់នេះរបស់យើងហ្នឹងគឺ20អូខេខ្ញុំទាញអេក្រង់អូខេខ្ញុំពិនិត្យទៅលើ channel B របស់ខ្ញុំណា channel B របស់ខ្ញុំអញ្ចឹងខ្ញុំឃើញថាតម្លៃត្រង់កន្លែងនេះគឺជាតម្លៃ maximum គឺស្មើជាមួយនឹង cutter តម្លៃ33 way max របស់ current clamp ពណ៌ខៀវហ្នឹងគឺ cutter 30ឧទាហរណ៍ថា33ចុះ33 volt អញ្ចឹងយើងទាញតាមសមាមាត្រយើងនិយាយថាបើ1 volt ត្រូវជាមួយនឹង1 milli ampere ហើយចុះបើ way របស់យើង33 volt តើគិតជា E max របស់យើងស្មើនឹងប៉ុន្មានអញ្ចឹងយើងដឹងហើយដើម្បីរកវាបានគឺយើងយកមួយនេះគុណគ្នា1 milli ampere គុណជាមួយនឹង33អូខេខ្ញុំបុកថែមមួយទៀតណាដើម្បីស្រួលមើលទាំងអស់គ្នាម្ដងទៀតអញ្ចឹងនៅត្រង់កន្លែងនេះយើងដឹងថាយើងចូលទៅ check នៅត្រង់ current clamp របស់យើងមិញហ្នឹងយើងឃើញថាសមាមាត្ររបស់វាគឺ volt លើ milli ampere មានន័យថាម៉េចន័យថា1 volt 1 volt បើនៅលើ oscilloscope បង្ហាញ1 volt ត្រូវជាមួយនឹង1 milli ampere ចឹងយើងទៅមើលតំបន់ maximum របស់ចរន្តយើងវិញម្ដងយើងមើលនៅត្រង់កន្លែងនេះតម្លៃនៅក្នុង channel B របស់វាគឺតម្លៃ max នៃតង់ខ្ញុំ maximum សមាមាត្រចាំមកន័យថាម៉េចនៅលើ oscilloscope វាបង្ហាញតែតម្លៃរបស់តង់ខ្ញុំទេអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើសមាមាត្រពីតង់ខ្ញុំមកសមាមាត្របំលែងពីតង់ខ្ញុំមកចរន្តវិញបានតាមរូបមន្តអញ្ចឹងឧទាហរណ៍ថានៅលើអេក្រង់បង្ហាញថាវេម៉ាក់របស់វាគឺ33 volt អញ្ចឹងតើ E max របស់យើងនោះស្មើនឹងប្រមាណអ្នកទាំងអស់គ្នាទាញតាមសមាមាត្រមកមួយនេះគុណជាមួយនឹងមួយនេះយើងបាន33 volt គុណជាមួយនឹង1 milli ampere ចែកជាមួយនឹង1 volt ចឹង volt សម្រួលទាំងអស់អញ្ចឹងស្មើជាមួយនឹង33 milli ampere អ្នកទាំងអស់គ្នាចង់រកចរន្ត E max យើងមិនយកអីគេនៅកន្លែងនេះយើងមិនយកតម្លៃនៃ V max E max
ស្មើជាមួយនឹង Vmax ចែកជាមួយនឹង resistance 100 ចែកជាមួយនឹងតម្លៃ resistance របស់យើងបើតាមខ្ញុំចាំគឺ3 kilo ohm 3000ស្រួលទាំងអស់ណា1លើ30 1លើ30អញ្ចឹងអ្នកទាំងអស់គ្នាអាចចែកព្រៀងផ្ទាត់បានតាម1លើ30តម្លៃរបស់វានឹងប្រហែលនឹង333មីលីអាំពែដែរឬក៏អត់ណានៅត្រង់កន្លែងហ្នឹងអញ្ចឹងព្យាយាមយល់អំពីអ្វីដែលយើងប្រើប្រាស់នៅត្រង់កន្លែងហ្នឹងបន្តិចណាថ្ងៃនេះខ្ញុំណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់តែរបស់ពីរទេតើស្អីគេហៅថា current claim oscilloscope គឺស្អីគេអរគុណណាយើងនឹងអនុវត្តបន្ថែមទៀតនៅម៉ោង lab របស់យើង